អូនគឺជាអតីតបេក្ខភាព Cambodian Idol មែនទេបាទខ្ញុំជាអតីតបេក្ខជន Cambodian Idol ចំនួនទី1ដល់ការទី1គឺឆ្នាំ2015ប៉ុន្តែពេលដែលពីប្រឡងហត់ដល់ឥឡូវបងសុំតោដោយសារតែបងឃើញសក់របស់អូនគឺអត់មានរហូតអញ្ចឹងមូលហេតុអីបានសក់យើងកៅអញ្ចឹងរហូតអូនជាស្ដែងសក់របស់ខ្ញុំនេះគឺវាជ្រុះសក់មួយថ្ងៃខ្ញុំសម្រេចចិត្តឲ្យកោវាតែម្ដងទៅក្នុងមួយខែខ្ញុំកោ4ដងអូមួយសប្តាហ៍ម្ដងជ្រុះច្រើនឬក៏ជ្រុះតិចឬក៏ជ្រុះមានមិនជ្រុះនេះគឺជ្រុះតាំងពីខ្ញុំអាយុ23ឆ្នាំឥឡូវនេះខ្ញុំអាយុ25ឆ្នាំហើយបែរថាជ្រុះមូលហេតុគឺដោយសារដំណោះពូជមិនមែនជាបញ្ហាគិតច្រើនឬក៏មកពីបញ្ហាប្រើផលិតផលអីខុសអីអត់ទេគឺដំណោះពូជបែរថាឪពុករបស់ខ្ញុំគាត់ជិះសក់អញ្ចឹងដល់មកខ្ញុំបន្តអញ្ចឹងតើតែរយៈពេល2ឆ្នាំចុងក្រោយដែលអូនជ្រុះមករហូតអញ្ចឹងអាការពីអាយុក្មេងៗមក1ឆ្នាំរហូតដល់23ឆ្នាំហ្នឹងអត់ជ្រុះទេអត់ជ្រុះទេគឺសក់ខ្ញុំមានច្រើនជាងសក់បងទៀតអូពេលដែលជ្រុះដំបូងនោះជ្រុះមិនជ្រុះតិចឬក៏ជ្រុះលក្ខណៈតិចទេបងដូចជាមួយថ្ងៃ3-4សរសៃឬក៏ច្រើនបន្តទៀតហើយពេលដែលសម្រាប់ចិត្តកោយើងអត់ស្ដាយអត់អីដែលថាធ្លាប់តែមានសក់អីអញ្ចឹងមើលទៅធម្មតាយើងតែមានសក់តែមើលទៅសម្រាប់របស់យើងវាផ្សេងតែពេលយើងកោទៅវាផ្សេងអីអញ្ចឹងណាពីដំបូងខ្ញុំគិតថាស្ដាយដែរមុនខ្ញុំកោនេះខ្ញុំសម្រាប់ចិត្តឲ្យបានច្បាស់ឲ្យខ្ញុំថតរូបច្រើនដងថតរូបខ្លួនឯងដើម្បីមើលពីនេះទៅខ្ញុំមានអារម្មណ៍ថាមើលទៅវាទៅបែបឆ្កកនេះខ្ញុំក៏អត់ចូលចិត្តបែបហ្នឹងខ្ញុំក៏សម្រាប់ចិត្តកោទាំងអស់ទាំងដងដើម្បីឲ្យវាអស់ទាំងអស់ទាំងដងទេបើមិនជាខ្ញុំអត់កោវាមើលទៅមាននៅខាងកណ្ដាលនេះវាមិនសូវមានវាស្ដាយចាខ្ញុំតែចិត្តអូខេអរគុណច្រើន